អូខេដល់គ្នាថ្ងៃនេះគឺកម្មវិធី Photo Walk របស់ Sony ដែលដឹកនាំដោយបងផាមអញ្ចឹងថ្ងៃនេះក៏ខ្ញុំចូលរួមដែរហើយខ្ញុំយក OX100 Mark 7ដើម្បីយកមកថតរូបហើយកាមេរ៉ាដែលខ្ញុំកំពុងតែថតវីដេអូនេះគឺ Z-V1 Mark II អញ្ចឹងចង់ដឹងថាកម្រិតរូបភាពហើយនិងវីដេអូ performance របស់កាមេរ៉ាទាំងពីរនេះបែបណាតោះទៅមើលវីដេអូពេញដល់គ្នាដើរមកសបក៏ខ្ញុំបានឃើញថ្លុកទឹកមួយដែលវានៅសល់ទឹកតិចៗហើយខ្ញុំក៏ថតយក low angle ដើម្បីឲ្យបាន reflection ហើយបន្ទាប់មកគឺមានឃើញដឹកខ្ជូងមកល្មមហើយខ្ញុំក៏ក្រាបចិត្តធ្វើការនឹងបន្តទៀតដើម្បីយក reflection ហើយចៃដន្យអីពេលហ្នឹងគឺមនុស្សដើរមកខ្ញុំស្រឡាញ់មែនតើរូបមួយនេះជើងរបស់គាត់បង្កើតបានជា framing ប៉ុន្តែគ្រាន់តែថាតន្តិចគឺដាច់ចុងជើងរបស់គាត់បានមួយហើយខ្ញុំស្ទាបពីនេះទូចណាបងមិនយកដើរលេងយកអីហើយយកអីទៅចាហើយខ្ញុំក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយកន្លែងនេះគឺខ្ញុំឃើញ reflection មួយទៀតហើយគឺក្នុងទូកញ្ចក់ខ្ញុំចាំពេលវេលាមួយដែលល្អមាន subject គឺខ្ញុំចុចយកតែម្ដងហើយនេះគឺជារូបដែលខ្ញុំរងចាំអស់រយៈពេលប្រហែលជា10នាទីចឹងមកដល់កន្លែងនេះវិញខ្ញុំឃើញកងគាត់អង្គុយមើលរឿងតំណងពេកក៏ចុចពីវាប៉ុស្តិ៍ថែមទៀតទៅចឹងសម្រាប់រូបទាំងអស់គឺខ្ញុំថតចេញពីកាមេរ៉ា OX100 Mark 7ទាំងអស់ចឹងអ្នកនរគ្នាអាចមើលបានទាំង color tone ទាំង detail ទាំង bokeh អីផ្សេងអ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូនេះបាន I think ថាឃើញតែពេលផងឡើងវើដែរនឹងមកឃើញ spot ហ្នឹង free ចេះ អូ school នេះ ហើយ favorite អេ1006កប់ស្រី ហេថា មើលអត់ដឹងថា1006ទេមិញ មែន អត់ដឹងមែនតា ស្តៀងមានអី6007ដែរត្រូវ ហ្នឹងហើយយើងដាក់មកវារៀងធំបន្តិចណា ដាក់ខេកដែរទីបែប អូខេតោះគ្នានេះគឺជាសមាជិកដែលចូលរួម photo walk គឺគាត់កំពុងតែថត model ហើយរួមទាំងខ្ញុំផងដែរអញ្ចឹងគឺ model គាត់ឈរឲ្យពួកយើងថតនៅកន្លែងដែលមានពលឺជះចូលមកកណ្ដុបហ្នឹងមាន highlight មាន shadow អញ្ចឹងវាធ្វើឲ្យ subject គឺផុសមកស្អាតមែនតើភូមិតំណងនេះសុទ្ធតែជាកាមេរ៉ាមែនហើយនេះគឺជា model របស់យើងអានេះខ្ញុំកាន់វារៀងយូរដែរមានអារម្មណ៍ថាវារៀងទូចរៀងស្រាលគឺយើងអត់ចុកដៃធម្មតាតែពេលយើងកាន់កាមេរ៉ាថត vlog វាអត់ដូចថតអីផ្សេងទេអ្នកនរគ្នាយើងត្រូវលាដៃអស់ចេះហើយអាលាដៃអស់ហ្នឹងវាអត់បានយូរវាចុកដៃខ្លាំងអញ្ចឹងហើយយើងត្រូវការប្រភេទពួកកាមេរ៉ា compact កាមេរ៉ាតូចដើម្បីកុំឲ្យយើងចុកដៃទៅពេលយើងដើរថត vlog យូរអីចឹងណាអ្នកនរគ្នាអញ្ចឹងគឺអាហ្នឹងវាជាចំណុចវិជ្ជមានមួយដែរតែអ្នកទិញហ្នឹងខ្ញុំមួយ submit this one.
For this shot, the theme was energy, so ចុចយកពេលវេលាប៉ុន្តែមាន frame មួយទៀតដែរជាមួយនឹងបតានេះដូចគ្នាដែរបាទអរគុណហើយមួយទៀតដែរមួយនេះដែរខ្ញុំអាចលេងជាមួយនឹងគាត់ដូចគ្នាជាមួយនឹងសាច់ក្រកអញ្ចឹងណា Nam and Yen Mokot is very genuine, it's very fun what they do. So that is what represent the energy of Osei for me. And that is a rap and Okun at the have a fun time and lovely to have everyone here and Okun Sony for this good chilling project and thank you everyone.